សួស្តីបងប្អូនអរគ្នាបងប្អូនអ្នកដែលប្រើ Oppo បងប្អូននេះ Oppo នេះខ្ញុំមាន Oppo Reno 7 5G មួយដែលបងប្អូនថតរូបបងប្អូននេះថតរូបអញ្ចឹងហើយឧទាហរណ៍ថតរូបអញ្ចឹងថតរូបមួយពេលបងប្អូនមើលរូបភាពបងប្អូនឃើញទេត្រឡប់មុខវេកមុខមែនអត់ណែបើសិនបងប្អូនចង់ធ្វើឲ្យថតទៅមុខត្រង់តែម្ដងហើយមុខអត់ត្រឡប់រូបភាពបងប្អូនមើលវិធីកែទាំងអស់គ្នាព្រោះអីភាគច្រើនយើងត្រូវចូលមកកន្លែងកែទៀតមែនអត់ចូលកន្លែងកែហើយបានយើងចុចទៅកន្លែងកែទៀតបានយើងចុចត្រឡប់រូបភាពបានវិញអូខេបានត្រឡប់រូបភាពបានដល់អញ្ចឹងវិធីនេះគឺអត់បាក់ត្រឡប់អញ្ចឹងទេបងប្អូនអត់បាក់ត្រឡប់អញ្ចឹងទេគឺវាត្រឡប់ឲ្យដោយស្វ័យប្រវត្តិតែម្ដងថតបែបណាគឺចេញបែបហ្នឹងតែហ្មងខ្ញុំថាបងប្អូនយើងមានច្រើនហ្នឹងហើយជួបច្រើនព្រោះអីវាតាំងខាមកអញ្ចឹងស្រេចហើយវាកំណត់មកអញ្ចឹងស្រេចតាំងពីយើងទិញមកទេដល់អញ្ចឹងបងប្អូនត្រូវចូលមកកំណត់ខ្លួនឯងណាហ្នឹងហើយចុច sell ហ្នឹងហើយដើម្បីឲ្យមុខយើងត្រង់វិញហ្នឹងហើយជាពិសេសជាប់ logo ទៅមកជាមួយទៀតហ្នឹងហើយជាប់ logo ទៀត logo របស់ម៉ាកទូរស័ព្ទបើសិនបងប្អូនមិនចោលជាប់បងប្អូនអាចបិទបាននៅកន្លែងហ្នឹងបិទបានដូចគ្នាឥឡូវចូលលើការវីដេអូរូបថតនេះមកហ្នឹងហើយដល់ពេលចូលរូបថតហើយបងប្អូនមកចុចលើនេះចុចលើការកំណត់នេះប៉ះលើការកំណត់នឹងមួយពឹបប៉ះលើការកំណត់មួយរួចហើយបងប្អូនចុចខាងលើគេទាំងអស់ហ្នឹងដើម្បីបិទ logo ដែលរបស់ទូរស័ព្ទណាព្រោះអីភាគច្រើនបងប្អូនយើងថតទៅផុស Facebook ផុសអីឃើញក្រោមរូបភាពយើងមិនមាន logo ថាយើងថតចេញពីទូរស័ព្ទណាទូរស័ព្ទមកអីគេដល់អញ្ចឹងយើងមិនចង់បើកកន្លែងហ្នឹងបងប្អូនចុចខាងលើនេះមកណានេះឥឡូវនេះកន្លែងនេះបងប្អូនចុចបិទទៅហ្នឹងហើយចុចបិទចោលទៅហ្មងទៅហ្នឹងបិទចោលទៅហ្មងទៅបងប្អូនណាកន្លែងហ្នឹងបិទចោលទៅហ្មងចុចខាងលើមួយបិទទាំងអស់ហើយខាងក្រោមនេះអត់ពិបាកទេនេះបិទតែខាងលើនេះមួយគឺបិទបានហើយណាហ្នឹងហើយបន្ទាប់មកបងប្អូនចូលទៅបើកឲ្យមុខត្រង់ដល់ពេលបងប្អូនថតរូបទៅវាចេញត្រង់ទៅហ្មងហ្នឹងហើយចេញត្រង់ទៅហ្មងយើងថតបែបណាវាចេញបែបហ្នឹងវាអត់ត្រឡប់ហ្នឹងហើយវាអត់ត្រឡប់រូបភាពអូខេចុចសញ្ញាព្រួយខាងលើនេះចេញមួយមកនេះចុចសញ្ញាព្រួយចេញមួយមកអស់មួយពឹបនេះបងប្អូនមើលខាងក្រោមនេះនេះណាដៃខ្ញុំសុំទងឃើញហ្នឹងហើយកន្លែងខ្ញុំចាប់សុំទងហ្នឹងចុចបើកឲ្យមកបងប្អូនចុចបើកឲ្យមកហ្នឹងហើយប៉ុណ្្នឹងហើយយើងចុចចេញលើនេះមួយមកហ្នឹងហើយសាក់ថតរូបសាមីតើវាត្រឡប់ទៀតអត់ឥឡូវខ្ញុំថតមួយទៀតហ្នឹងហើយទៅត្រឡប់អត់ប្រាប់ហ្នឹងហើយrồiចុចមើលរូបភាពត្រឡប់អត់ឃើញបងប្អូនរូបភាពអត់ត្រឡប់ទេរូបភាពយើងដូចដើមហ្នឹងហើយពីដំបូងយើងត្រូវពេលថតរួចហើយទោះមកត្រឡប់រូបភាពទៀតដល់ឥឡូវអត់បាត់ត្រឡប់ទេគឺវារត់ទៅដល់ស្វ័យប្រវត្តិតែហ្មងគឺវាត្រង់យើងថតមិនគឺវាចេញបែបហ្នឹងតែហ្មងអត់បាត់ត្រឡប់ទៅត្រឡប់មកទៀតទេណាបងប្អូនហ្នឹងហើយសាករបស់បងប្អូនគ្នាមើលតើបានអត់ហ្នឹងហើយជួយ comment ប្រាប់ផង